អាវុធខ្លាំងបំផុតចំនួន8ប្រភេទដែលកងទ័ពអ៊ីស្រាអែលកំពុងមានប្រើប្រាស់នៅពេលដែលជនជាតិអ៊ីស្រាអែលចាប់ផ្ដើមបង្កើតរដ្ឋរបស់ខ្លួននៅក្នុងឆ្នាំ1548ពួកគេឲ្យអាទិភាពទៅលើវិស័យចំនួន3ធំៗនោះគឺវិស័យអប់រំវិស័យការពារជាតិនិងវិស័យវិទ្យាសាស្ត្រនេះគឺជាមូលហេតុមួយដែលនាំឲ្យប្រទេសអ៊ីស្រាអែលមានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសនោះទៅលើវិស័យការពារជាតិនៅក្នុងគណៈពេលនេះប្រទេសអ៊ីស្រាអែលកំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងណាស់ដោយសារតែប្រទេសមួយនេះកំពុងតែធ្វើសង្គ្រាមនៅក្នុងតំបន់កាហ្សាហើយក៏កំពុងតែវាយប្រហារគ្នាទៅវិញទៅមកជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលជាមហាអំណាចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ានៅក្នុងជួរកងទ័ពអ៊ីស្រាអែលទាំងកងទ័ពជើងគោកកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសមានអាវុធទំនើបៗច្រើនណាស់សម្រាប់ប្រើប្រាស់ដោយឡែកនៅក្នុងវីដេអូនេះសូមលើកយកតែអាវុធខ្លាំងៗបំផុតចំនួន8ប្រភេទតែប៉ុណ្ណោះដែលកងទ័ពអ៊ីស្រាអែលកំពុងតែមាននៅក្នុងដៃសូមអញ្ជើញលោកអ្នកទស្សនាជាបន្តថាតើអាវុធខ្លាំងៗទាំង8ប្រភេទរបស់អ៊ីស្រាអែលនោះមានអ្វីខ្លះទិញតំណែងស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BZ Advisor ទី1យន្តហោះចម្បាំង F-35 F-35 Lightning II គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្នវាត្រូវបានគេផលិតតាំងពីឆ្នាំ2006មកទល់នឹងពេលនេះបានចំនួនលើសពី1170គ្រឿងហើយត្រូវបានអាមេរិកលក់ទៅឲ្យតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនតែប៉ុណ្ណោះយន្តហោះចម្បាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយត្រូវបានគេយកមកប្រើលើកដំបូងនៅក្នុងឆ្នាំ2006ដែលជាប្រភេទ F-35A សូមបញ្ជាក់ថា F-35 មាន3ប្រភេទគឺប្រភេទ A ប្រភេទ B និងប្រភេទ C ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិកបានកំងទិញយន្តហោះចម្បាំងដ៏មានអានុភាពនេះចំនួន75គ្រឿងបើគេគិតត្រឹមខែ4ឆ្នាំ2025យន្តហោះចម្បាំងនេះត្រូវបានប្រគល់ទៅឲ្យអ៊ីស្រាអែលបានចំនួន46គ្រឿងហើយរួមបញ្ចូលទាំងប្រភេទយន្តហោះចម្បាំង S-35 សម្រាប់ធ្វើតេស្តមួយគ្រឿងទៀតផងដែលករណីនេះគឺអ៊ីស្រាអែលពិសេសជាងគេប្រទេសផ្សេងៗទៀតពុំទទួលបានយន្តហោះ F-35 សម្រាប់ធ្វើតេស្តដូចជាអ៊ីស្រាអែលនោះឡើយសម្រាប់យន្តហោះចម្បាំង S-35 ដែលប្រើប្រាស់នៅក្នុងជួរកងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែលត្រូវបានគេឲ្យឈ្មោះថា F-35I Adair ប្រទេសអ៊ីស្រាអែលទទួលបានយន្តហោះចម្បាំង S-35 យកមកប្រើលើកដំបូងនៅក្នុងខែ12ឆ្នាំ2017ចំនួន9គ្រឿងចូលមកដល់ខែ5ឆ្នាំ2018មេបញ្ជាការកងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែលបានលើកឡើងថាអ៊ីស្រាអែលគឺជាប្រទេសដំបូងគេលើពិភពលោកដែលបានយកយន្តហោះចម្បាំង S-35 ទៅប្រើប្រាស់នៅក្នុងការប្រយុទ្ធលើសមរភូមិសូម្បីតែសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាក៏ប្រទេសអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំង S-35 ផងដែរចំពោះតម្លៃរបស់យន្តហោះចម្បាំង S-35 នៅក្នុងមួយគ្រឿងនោះមានប្រហែលជា$100លានអាមេរិកលក្ខណៈពិសេសមួយចំនួនរបស់យន្តហោះចម្បាំង S-35 គឺវាអាចធ្វើដំណើរនៅក្នុងល្បឿនអតិបរមា1296គីឡូម៉ែត្រក្នុង1ម៉ោងអាចធ្វើដំណើរបានចម្ងាយ2800គីឡូម៉ែត្រនិងហោះហើរក្នុងរយៈកម្ពស់ខ្ពស់បំផុត15គីឡូម៉ែត្រពីដីនៅលើយន្តហោះចម្បាំងនេះមានបំពាក់នូវអាវុធចន្ទប្រភេទដែលមានដូចជាកាំភ្លើងយន្តមីស៊ីលបាញ់ពីអាកាសទៅអាកាសមីស៊ីលបាញ់ពីអាកាសទៅដីនិងមីស៊ីលប្រឆាំងជាមួយនឹងនាវាចំណែកឯគ្រាប់បែកក៏មានច្រើនប្រភេទផងដែររួមបញ្ចូលទាំងប្រភេទគ្រាប់បែកនុយក្លេអ៊ែរ B61 ចំនួន12គ្រាប់ទី2ប្រព័ន្ធការពារដែនអាកាស Iron Dome ប្រទេសអ៊ីស្រាអែលមានប្រព័ន្ធកាំជ្រួចការពារដែនអាកាសច្រើនប៉ុន្តែដែលល្បីឈ្មោះនិងប្រើប្រាស់ច្រើនជាងគេគឺប្រព័ន្ធការពារដែនអាកាស Iron Dome វាត្រូវបានប្រទេសអ៊ីស្រាអែលដាក់ពង្រាយតាំងពីឆ្នាំ2011ហើយត្រូវបានគេឌីហ្សាញឡើងជាពិសេសសម្រាប់ការស្ទាក់ចាប់គ្រាប់មីស៊ីលរ៉ុកែតគ្រាប់គំភ្លើងធំដែលស្ថិតនៅក្នុងរយៈចម្ងាយចន្លោះពី4ទៅ70គីឡូម៉ែត្រវាមានប្រសិទ្ធភាពខ្ពស់អាចស្ទាក់ចាប់គោលដៅបានភាគរយដល់ទៅជាង 90% នៅក្នុងពេលបច្ចុប្បន្ននេះប្រទេសអ៊ីស្រាអែលបានដាក់ពង្រាយ Iron Dome នៅក្នុងខ្ទង់ចន្លោះពី10គ្រឿងទៅ15គ្រឿងតម្លៃរបស់វានៅក្នុងមួយគ្រឿងប្រមាណជា$50លានអាមេរិកប្រទេសអ៊ីស្រាអែលបានប្រើប្រាស់ Iron Dome នៅក្នុងចំនួនក៏ដូចជាប្រតិបត្តិការយោធាជាច្រើនរួមបញ្ចូលទាំងចំនួនអ៊ីស្រាអែលនិងហ្គាហ្សានៅក្នុងឆ្នាំ2011 2012និង2021ប្រតិបត្តិការ Pillar of Defense ប្រតិបត្តិការ Protective Edge សង្គ្រាមដែលកំពុងតែផ្ទុះនៅក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ឡាក់មីស៊ីរបស់ប្រព័ន្ធការពារដែនអាកាសនេះមានទម្ងន់90គីឡូក្រាមមានបណ្ដោយប្រវែង3ម៉ែត្រនិងមានមុខកាត់160មីលីម៉ែត្រ Iron Dome អាចធ្វើប្រតិបត្តិការទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អហើយអាចបាញ់កំទេចគោលដៅនៅក្នុងពេលតែមួយក្នុងចំនួនច្រើន
ប្រទេសមួយចំនួនបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការទិញយកប្រព័ន្ធការពារដែនអាកាសនេះពីប្រទេសអ៊ីស្រាអែលផងដែរដូចជាអាសេបៃសង់ ឥណ្ឌា រូម៉ានីហើយនិងសហរដ្ឋអាមេរិករីឯនៅក្នុងពេលអនាគតប្រទេសមួយចំនួនទៀតដែលចែកចង់ទិញដែរនោះមានដូចជាប្រទេសសៃប្រុសសមាជិករបស់អង្គការ NATO ប្រទេសសិង្ហបុរីប្រទេសកូរ៉េខាងត្បូងហើយនិងប្រទេសអារ៉ាប៊ីសាអូឌីតសូមបញ្ជាក់ថាក្រៅពីប្រព័ន្ធការពារដែនអាកាស Iron Dome នេះអ៊ីស្រាអែលនៅប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសល្បីៗផ្សេងទៀតដូចជា David Sling, Arrow 2, Arrow 3ហើយនិង Iron Beamទី3 Missile Ballistic Jericho 3 Jericho 3គឺជា Missile Ballistic ដ៏ទំនើបស្ថិតនៅក្នុងគ្រួសារ Missile Jericho របស់ប្រទេសអ៊ីស្រាអែល Jericho 3ត្រូវបានប្រទេសអ៊ីស្រាអែលពលគឺកងទ័ពអាកាសយកមកប្រើចាប់ពីឆ្នាំ2011មកទល់នឹងពេលបច្ចុប្បន្ននេះវាត្រូវបានប្រទេសអ៊ីស្រាអែលផលិតចាប់ពីទសវត្សរ៍ឆ្នាំ2000រហូតមកទល់នឹងពេលបច្ចុប្បន្នចំណែកឯចំនួននៃការផលិតហើយនិងតម្លៃមិនត្រូវបានប្រទេសអ៊ីស្រាអែលទម្លាយឲ្យដឹងជាសាធារណៈនោះទេមីស៊ីលនេះមានទម្ងន់30តោនមានបណ្ដោយប្រវែង15ម៉ែត្រកន្លះនិងមានមុខកាត់ 1.56 ម៉ែត្រចំណែកឯក្បាលគ្រាប់របស់វាអាចបំពាក់ជាប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទម្ងន់ចន្លោះពី400គីឡូក្រាមទៅដល់1300គីឡូក្រាមវាគឺជាប្រភេទមីស៊ីលល្បឿនលឿន Hypersonic អាចបាញ់បានដល់ទៅចម្ងាយ 11500 គីឡូម៉ែត្រប្រទេសអ៊ីស្រាអែលប្រើប្រាស់មីស៊ីលនេះដោយការបាញ់ចេញពីសៃឡូដែលនៅជាប់នឹងដីឬក៏បាញ់ចេញពីយានចល័តនៅក្នុងពេលបច្ចុប្បន្ននេះប្រទេសអ៊ីស្រាអែលកំពុងតែអភិវឌ្ឍ Missile Jericho 3 ទៅជា Jericho 4 ក៏ប៉ុន្តែគម្រោងការអភិវឌ្ឍនេះមិនត្រូវបានគេដឹងទូលំទូលាយទេទី4រថក្រោះចម្បាំង Merkava 4 Merkava 4គឺជារថក្រោះចម្បាំងស្ថិតនៅក្នុងចំណោមគ្រួសាររថក្រោះចម្បាំងដ៏ល្បីឈ្មោះរបស់អ៊ីស្រាអែល Merkava រថក្រោះចម្បាំង Merkava ដំបូងត្រូវបានកងទ័ពអ៊ីស្រាអែលយកមកប្រើតាំងពីឆ្នាំ1979មកម្ល៉េះគ្រួសាររថក្រោះ Merkava នេះបានប្រឡូកចូលនៅក្នុងសង្គ្រាមនិងចំនួនបង្ហូរឈាមជាច្រើនតួយ៉ាងដូចជាសង្គ្រាមលីបង់ឆ្នាំ1982ចំនួនលីបង់ខាងត្បូងបដិវត្តន៍ Intifada លើកទី1បដិវត្តន៍ Intifada លើកទី2សង្គ្រាមលីបង់ឆ្នាំ2006សង្គ្រាមកាសាប្រតិបត្តិការ Pillar of Defense ប្រតិបត្តិការ Protective Edge ហើយនិងសង្គ្រាមកាសានៅក្នុងពេលបច្ចុប្បន្នសម្រាប់ការលក់នៅក្នុងស្រុក Merkava 4មានតម្លៃ $3.5 លានអាមេរិករីឯសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងៗក្នុងមួយគ្រឿងវាមានតម្លៃដល់ទៅ$10 លានអាមេរិកគិតត្រឹមពេលបច្ចុប្បន្ននេះរថក្រោះចម្បាំង Merkava 4មានចំនួននៃការផលិតប្រហែលជា360គ្រឿងរថក្រោះចម្បាំងនេះមានទម្ងន់65តោនមានបណ្ដោយប្រវែង9ម៉ែត្រហើយមានកម្ពស់ប្រហែលជា 2.66 ម៉ែត្ររថក្រោះចម្បាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធអាវក្រោះរឹងមាំនិងមានអាវុធសំខាន់ៗដូចជាកាំភ្លើងប្រភេទ120មីលីម៉ែត្រហើយអាចបាញ់គ្រាប់ដូចជាឡាហាតហើយនិង ATGM ក្រៅពីនេះមានកាំភ្លើងជំនួយដូចជា 12.7 មីលីម៉ែត្រមួយដើម 7.62 មីលីម៉ែត្រ3ដើមព្រមទាំងមានគ្រាប់បែកផ្សែងចំនួន12គ្រាប់ជាមួយនឹងចំណោទអេនទីនមួយពេញ 1400 លីត្រ Merkava 4អាចធ្វើដំណើរបានចម្ងាយប្រតិបត្តិការ500គីឡូម៉ែត្រហើយល្បឿនរបស់វានៅលើផ្លូវធម្មតា64គីឡូម៉ែត្រនៅក្នុង1ម៉ោងរថក្រោះចម្បាំង Merkava 4របស់ប្រទេសអ៊ីស្រាអែលនេះត្រូវបានគេប្រដោយសមត្ថភាពរបស់វាប្រើប្រាស់ទៅនឹងរថក្រោះចម្បាំងល្បីៗរបស់ប្រទេសមហាអំណាចដូចជា M1 Abrams របស់សហរដ្ឋអាមេរិក Leopard 2របស់អាល្លឺម៉ង់ហើយនិង Challenger 2របស់ចក្រភពអង់គ្លេសទី5នាវាមុជទឹក Dolphin Class នេះគឺជានាវាមុជទឹកដ៏ទំនើបដែលត្រូវបានអភិវឌ្ឍឡើងដោយអាល្លឺម៉ង់សម្រាប់ការប្រើប្រាស់ជាពិសេសឲ្យកងទ័ពជើងទឹករបស់ប្រទេសអ៊ីស្រាអែលនាវាមុជទឹកនេះត្រូវបានគេអភិវឌ្ឍឡើងដោយផ្អែកទៅលើ model របស់នាវាមុជទឹកអាល្លឺម៉ង់ថ្នាក់209ដែលត្រូវបានអាល្លឺម៉ង់ផលិតឡើងសម្រាប់តែការនាំចេញនៅក្នុងពេលបច្ចុប្បន្ននេះកងទ័ពជើងទឹកអ៊ីស្រាអែលដាក់ឲ្យដំណើរការប្រភេទនាវាមុជទឹកនេះចំនួន5គ្រឿងវាមានបណ្ដោយប្រវែង 68.6 ម៉ែត្រនិងមានធ្នឹម 6.8 ម៉ែត្រវាមានល្បឿនជាធម្មតា37គីឡូម៉ែត្រនៅក្នុង1ម៉ោងចំពោះអាវុធវិញក្រៅពីគ្រាប់ Torpedo នាវាមុជទឹកនេះក៏អាចបំពាក់នូវអាវុធនុយក្លេអ៊ែរផងដែរមូលដ្ឋានរបស់នាវាមុជទឹកនេះនៅក្នុងសមុទ្រមេឌីទែរ៉ានីក៏ប៉ុន្តែវាអាចចេញធ្វើប្រតិបត្តិការនៅតាមសមុទ្រផ្សេងៗដូចជានៅក្នុងសមុទ្រក្រហមជាដើមទី6 Missile Spy គឺជាមីស៊ីលដ៏ទំនើបមួយទៀតរបស់ប្រទេសអ៊ីស្រាអែលប្រើប្រាស់សម្រាប់ការបាញ់ពីផ្ទៃអាកាសមកកាន់ផ្ទៃដី
និងសម្រាប់ប្រឆាំងជាមួយនឹងរថក្រោះចម្បាំងមីស៊ីលនេះត្រូវបានប្រទេសអ៊ីស្រាអែលលក់ទៅឲ្យប្រទេសផ្សេងៗទៀតប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពលោកមានប្រទេសយ៉ាងហោចណាស់ចំនួន41ប្រទេសដែលបានកំងទិញមីស៊ីលនេះពីប្រទេសអ៊ីស្រាអែលវាត្រូវបានគេប្រើប្រាស់នៅក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមលីបង់ឆ្នាំ1982បរិវត្ត Intifada លើកទី2សង្គ្រាមនៅអ៊ីរ៉ាក់សង្គ្រាមលីបង់ឆ្នាំ2006សង្គ្រាមនៅអាហ្គានីស្ថានចន្លោះឆ្នាំ2001ដល់ឆ្នាំ2021សង្គ្រាមហ្គាហ្សានិងសង្គ្រាមផ្សេងៗជាច្រើនទៀតមីស៊ីលនេះប្រភេទចាស់ត្រូវបានអ៊ីស្រាអែលយកមកប្រើតាំងពីឆ្នាំ1981រីឯប្រភេទថ្មីត្រូវបានយកមកប្រើចាប់ពីឆ្នាំ1997វាត្រូវបានគេឌីហ្សាញតាំងពីឆ្នាំ1970និងត្រូវបានផលិតដោយក្រុមហ៊ុនផលិតអាវុធដ៏ល្បីឈ្មោះរបស់អ៊ីស្រាអែល Rafael Advanced Defense Systems រាប់មកទល់នឹងពេលសប្តាហ៍ថ្ងៃមីស៊ីលនេះត្រូវបានគេផលិតនៅក្នុងចំនួនជាង 40,000 គ្រាប់ចំណែកឯតម្លៃរបស់វាគឺអាស្រ័យទៅលើប្រភេទមានប្រភេទទំនើបនិងប្រភេទមិនសូវទំនើបអាចមានចន្លោះពី $14,000 ទៅដល់ $24,000 នៅក្នុងមួយគ្រាប់ចំពោះចម្ងាយនៃការបាញ់វិញប្រភេទ Missile Spy ទំនើបបំផុត Spy NLOS អាចបាញ់បានចន្លោះពីចម្ងាយ 600 ម៉ែត្រទៅដល់ 25,000 ម៉ែត្រមីស៊ីលទំនើបប្រភេទនេះត្រូវបានគេបំពាក់នៅលើយន្តហោះដ្រូននិងឧត្តមបេក្ខចាស់សម្រាប់បាញ់កំទេចគោលដៅទី7 Missile Cruise Delila វាគឺជាប្រភេទ Missile Cruise មានល្បឿនយឺតអាចបាញ់បានចម្ងាយ250 គីឡូម៉ែត្រវាអាចត្រូវបានបាញ់ចេញពីជើងទម្រនៅលើដីចេញពីនាវាចេញពីយន្តហោះហើយនិងចេញពីឧត្តមបេក្ខចាស់ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធ Israel Military Industry វាមានតែប្រើប្រាស់នៅក្នុងជួរកងទ័ពរបស់អ៊ីស្រាអែលតែប៉ុណ្ណោះនៅក្នុងពេលបច្ចុប្បន្នវាត្រូវបានកងទ័ពអ៊ីស្រាអែលយកមកប្រើចាប់ពីឆ្នាំ1995វាមានទម្ងន់187គីឡូក្រាមមានបណ្ដោយប្រវែង 2.71 ម៉ែត្រមានមុខកាត់ 0.32 ម៉ែត្រមានប្រវែងស្លាប 1.15 ម៉ែត្រនិងមានទម្ងន់ក្បាលក្រាស់30គីឡូក្រាមរីឯចំនួននិងតម្លៃរបស់វាមិនត្រូវបានគេបញ្ជាក់នោះឡើយទី8អាវុធនុយក្លេអ៊ែរកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលមានភាពអាថ៌កំបាំងខ្លាំងណាស់សូម្បីតែប្រទេសអ៊ីស្រាអែលខ្លួនឯងមិនដែលសារភាពថាខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេប៉ុន្តែមួយពិភពលោកគេដឹងថាប្រទេសអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរអាចមានចន្លោះពី90ក្រាមទៅដល់400ក្រាមការចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលមិនត្រូវបានគេដឹងពីកាលបរិច្ឆេទច្បាស់លាស់នោះឡើយគេគ្រាន់តែដឹងថាអាចនៅចន្លោះឆ្នាំ1948ទៅឆ្នាំ1949រីឯការធ្វើតេស្តលើកដំបូងនោះក៏មិនត្រូវបានគេដឹងជាផ្លូវការដែរយ៉ាងណាមិញមានរបាយការណ៍មួយចំនួនលើកឡើងថាប្រទេសបារាំងសហការជាមួយនឹងប្រទេសអ៊ីស្រាអែលធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅក្នុងឆ្នាំ1960របាយការណ៍មួយទៀតលើកឡើងថាអ៊ីស្រាអែលបានធ្វើតេស្តអាវុធនុយក្លេអ៊ែរតែម្នាក់ឯងនៅក្រោមដីនៅក្នុងឆ្នាំ1963រីឯនៅក្នុងឆ្នាំ1979មានការសង្ស័យថាអ៊ីស្រាអែលបានសហការជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូងធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅក្នុងបទហេតុមួយដែលគេឲ្យឈ្មោះថា Vela Incident ដែលបានកើតឡើងនៅក្បែរទឹកដីរបស់ប្រទេសអាហ្វ្រិកខាងត្បូងអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលអាចត្រូវបានបំពាក់នៅលើយន្តហោះចម្បាំងប្រភេទ F-15 ហើយនិង F-16 អាចបាញ់ចេញពីនាវាមួយទឹកប្រភេទ Dolphin Class ឬក៏អាចបំពាក់នៅលើប្រភេទ Missile Jericho ដូចជា Jericho 3ដែលអាចបាញ់បានចម្ងាយដល់ទៅ 11,500 គីឡូម៉ែត្រសូមបញ្ជាក់ថាទោះបីជាត្រូវបានអន្តរជាតិដាក់សម្ពាធឲ្យចុះហត្ថលេខាលើសន្ធិសញ្ញា NPT ឬក៏សន្ធិសញ្ញាមិនរិះសាយភាវអាវុធនុយក្លេអ៊ែរក៏ដោយក៏ប៉ុន្តែអ៊ីស្រាអែលមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាមួយនេះទេមាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយអេឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store